ផ្សាយរបស់វិទ្យុ VOFM នេះខ្ញុំវណ្ណាសូមជម្រាបសួរនាងកញ្ញាលោកស្រីប្រិមត្តដែលកំពុងស្ដាប់ការផ្សាយផ្ទាល់របស់វិទ្យុ VOFM 105.5 ពីរាជធានីភ្នំពេញក៏ដូចជាស្ថានីយ៍ផ្សាយបន្ត102.5នៅខេត្តព្រះសីហនុនិង88នៅខេត្តសៀមរាបនិងខេត្តបាត់ដំបងជាទីនឹករលឹកចាជួបនឹងខ្ញុំវណ្ណានៅក្នុងកម្មវិធីប្រជាជននិងច្បាប់ដែលកម្មវិធីយើងផលិតដោយវិទ្យុអន្តរជាតិហើយកម្មវិធីនេះគឺយើងមានការផ្សាយផ្ទាល់ជារៀងរាល់ថ្ងៃអង្គារវេលាម៉ោង10នាទីរហូតដល់ម៉ោង11ព្រឹកចាហើយគោលបំណងគឺយើងចង់ឲ្យប្រជាជនបានស្វែងយល់អំពីច្បាប់នានានៅក្នុងប្រទេសកម្ពុជាយើងចាយើងឃើញថាបច្ចុប្បន្ននេះចំណងអាពាហ៍ពិពាហ៍មួយចំនួនអាចទទួលបានផ្លែផ្កានិងមានសុភមង្គលហ្នឹងគឺអាស្រ័យទៅលើការស្រឡាញ់ការយល់ចិត្តការអត់ឱនឲ្យគ្នាទៅវិញទៅមកជាពិសេសគឺភាពស្មោះត្រង់ប៉ុន្តែផ្ទុយទៅវិញយើងឃើញមានគូស្វាមីភរិយាមួយចំនួនហ្នឹងក៏មានភាពរកាំរកូសដែលមិនចេះចប់មិនចេះហើយនៅក្នុងបញ្ហាទាំងអស់នោះយើងឃើញថាមានបញ្ហាមួយដែលកើតឡើងនៅក្នុងគ្រួសារហ្នឹងគឺអំពើផិតក្បត់ដែលបច្ចុប្បន្នយើងឃើញមានច្រើនហើយរហូតទៅដល់អំពើផិតក្បត់ខ្លះហ្នឹងគឺមានរហូតទៅដល់ការបែងចែករំលែកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមមួយចំនួនទៀតផងចាអញ្ចឹងបញ្ហាទាំងអស់នេះបើគិតទៅតាមផ្លូវច្បាប់តើត្រូវដោះស្រាយបែបណាហើយអ្នកដែលប្រព្រឹត្តអំពើផិតក្បត់ឬក៏សាហាវស្មន់ហ្នឹងមានទោសទណ្ឌដែរឬទេហើយទោសទណ្ឌកម្រិតណាដែរចាដើម្បីជ្រាបច្បាស់កម្មវិធីប្រជាជននិងច្បាប់នៅក្នុងថ្ងៃនេះយើងបានលើកយកប្រធានបទមួយគឺស្នេហាត្រីកោណមកធ្វើការពិភាក្សាដោយកម្មវិធីយើងមានកិត្តិយសបានការអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសពីលោកមេធាវីមកប៊ុនណាចាឥឡូវដោយសារតែលោកមានវត្តមាននៅក្នុងបន្ទប់ផ្សាយហើយចាសូមជំរាបសួរលោកមេធាវីចាបាទសូមជំរាបសួរចាអរគុណច្រើនជាដំបូងសូមលោកមេធាវីជួយណែនាំឈ្មោះនិងតួនាទីជូនប្រិយមិត្តអ្នកស្ដាប់ផ្សាយជាថ្មីចាសូមជើញបាទខ្ញុំបាទមេធាវីមកប៊ុនណាហើយជាសមាជិកនៃគណៈមេធាវីនៃប្រជាណាចក្រកម្ពុជាបាទចាអរគុណច្រើនលោកមេធាវីដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមនៅក្នុងកម្មវិធីនៅក្នុងថ្ងៃនេះចាហើយប្រិយមិត្តអ្នកស្ដាប់ក៏អាចទូរស័ព្ទចូលរួមនៅក្នុងការផ្សាយផ្ទាល់របស់យើងនៅក្នុងពេលនេះផងដែរដែលយើងមានលេខទូរស័ព្ទពីរប្រព័ន្ធគឺ016 66 10គុត55និង099 66 10គុត55ចាស់ជាកិច្ចដំបូងគឺមុននឹងទទួលស្វាគមន៍ប្រិមិត្តដែរនេះខ្ញុំក៏សូមជូនសំណួរដំបូងជូនទៅលោកមេធាវីប៊ុនណាចាតើអ្វីទៅជាអំពើផិតក្បត់ឬក៏សាហាវស្មន់នោះចាសូមជឿចាបាទសូមអរគុណជាបឋមសូមអរគុណអ្នកស្រីម្ចាស់កម្មវិធីនិងប្រិមិត្តទាំងអស់ដែលកំពុងតែស្ដាប់និងបងប្អូនវិជាពលរដ្ឋនៅក្នុងប្រទេសយើងបញ្ហានេះជាបញ្ហាសម្រាប់ជីវភាពរស់នៅរាល់ថ្ងៃដែលប្រជាជនជួបប្រទះហើយនឹងមានបញ្ហាដល់ក្រុមគ្រួសារជារឿយៗដែរបាទអញ្ចឹងសំណួររបស់លោកស្រីសួរថាអ្វីជាអំពើផិតក្បត់ជាអំពើផិតក្បត់មានថែមឬសាហាវស្មន់ទៀតទេចាតែសួរតែមួយទេមិញចាអ្វីជាអំពើផិតក្បត់ឬក៏សាហាវស្មន់វាអាចតាមផ្លូវច្បាប់ពាក្យពីរនេះខុសគ្នាឬក៏យ៉ាងម៉េចដែរចាបាទពាក្យពីរនេះនិយាយពីសកម្មភាពវាផាកផែកគ្នាចាតែនិយាយពីកំណត់មុខសញ្ញាវាខុសគ្នាចាអំពើផិតក្បត់បានន័យថាគូស្វាមីភរិយាណាដែលមានប្តីហើយឬប្រពន្ធហើយគាត់ទៅលួចមានស្នេហាសេពសន្និវៈនៅខាងក្រៅដែលមិនមែនជាដៃគូរបស់ប្តីប្រពន្ធរបស់ខ្លួននឹងហៅអំពើផិតក្បត់ចាចំពោះសាហាវស្មន់គេសំដៅទៅលើបុរសនិងស្ត្រីណាដែលសេពសន្និវៈហើយជាសាច់ញាតិចាជាសាច់ញាតិនឹងគ្នាសាច់ញាតិដូចជាបានកំណត់នៅក្នុងមាត្រាទី6នៃច្បាប់ឯកពន្ធភាពអញ្ចឹងគេហាមសាច់ញាតិច្រើនប្រភេទដែរចាប់ពីគេហៅថាកូនខាន់ស្លាកូនអខាន់ស្លាឪពុក
កូនឪពុកតែមួយម្ដាយតែមួយឬញាតិសាលហិតដែលរហូតដល់ហាមរហូតដល់ញាតិសាលហិតថ្នាក់ទី3 ចា៎ ចំពោះញាតិសាលហិតថ្នាក់ទី1ទី2ទី3ហ្នឹងមានកំណត់នៅក្នុងច្បាប់អាពាហ៍ពិពាហ៍នឹងគ្រួសារអានឹងចាំសល់មកចាំខ្ញុំបញ្ជាក់ថែមក្រៅ ចា៎ ថាសាច់ញាតិថ្នាក់ទី1ទី2ហ្នឹងមិនវាមាននៅក្នុងកំណត់តារាងនៃច្បាប់អាពាហ៍ពិពាហ៍នឹងគ្រួសារបាទ ចា៎អរគុណច្រើនលោកមេធាវីអញ្ចឹងអ្នកដែលក្បត់ប្តីឬក្បត់ប្រពន្ធទៅលួចមានស្នេហាលួចលាក់នៅខាងក្រៅហ្នឹងគឺយើងអាចថាជាអំពើផាត់ក្បត់អញ្ចឹងលោកមេធាវីអាចជួយបញ្ជាក់ជូនប្រិយមិត្តអ្នកស្ដាប់បន្តិចបានទេថាប្តីប្រពន្ធដែលស្របច្បាប់ហ្នឹងជាប្តីប្រពន្ធបែបម៉េចចា៎ ប្តីប្រពន្ធដែលស្របច្បាប់គឺប្តីប្រពន្ធទាំងឡាយណាដែលបាននាំគ្នាចុះសម្បត្តិអាពាហ៍នៅអត្រាមន្ត្រីនគរឋាន ចា៎ នៃបានន័យថាពាក្យសម្ាញ់យើងហៅថាទៅចុះនៅសាលាឃុំឬក៏ចុះនៅចៅសង្កាត់ ចា៎ បាទនឹងតាមរាជធានី ចាអញ្ចឹងមានន័យថាគាត់រៀបអាពាហ៍ពិពាហ៍ហើយគាត់ត្រូវទៅចុះសម្បត្តិអាពាហ៍ពិពាហ៍ទៀតទើបខ្លាយជាប្តីប្រពន្ធដែលស្របច្បាប់អញ្ចឹងបើសិនជាប្តីប្រពន្ធណាដែលគាត់រៀបការហើយប៉ុន្តែគាត់អត់បានចុះសម្បត្តិអាពាហ៍ពិពាហ៍អញ្ចឹងចាត់ទុកថាជាប្តីប្រពន្ធមិនស្របច្បាប់ឬក៏មិនចា ជាប្តីប្រពន្ធដែរប៉ុន្តែនៅក្នុងនេះច្បាប់គេទទួលស្គាល់តែប្តីប្រពន្ធទាំងឡាយណាដែលមានចុះសម្បត្តិអាពាហ៍ពិពាហ៍គេហៅថាអេតាស៊ីវិល ចា ហ្នឹងជាប្តីប្រពន្ធស្របច្បាប់ចំណែកប្តីប្រពន្ធដែលមិនចុះគេមិនតាន់តម្រូវថាជាស្របច្បាប់ទេគេកាន់ថាជាដៃគូស្នេហាឬមួយក៏ជាប្តីប្រពន្ធរបៀបអនិតិសង្វាសគ្នាបាទ អាចថាស្របនឹងប្រពៃណីប៉ុន្តែមិនស្របទៅនឹងផ្លូវច្បាប់ បាទ ចា ប្រពៃណីជាដូចរៀបការសែនព្រេនអីគេហៅជាពិធីអឡារឹកក៏តាមបែបបទប្រពៃណី ចាអរគុណច្រើនលោកមេធាវីចាសំណួរបន្តតកតងទៅនឹងអំពើផាត់ក្បត់នេះបើសិនជាកើតមានបើយើងនិយាយទៅលើផ្លូវច្បាប់វិញតើវាជាបទល្មើសព្រហ្មទណ្ឌឬក៏ស្ថិតនៅក្នុងបទល្មើសរដ្ឋប្រវេណីចា បាទអរគុណតាមប្រជាជនយើងយល់ឃើញមួយផ្លេតយល់ឃើញថាជារឿងគ្រួសារ ចា តែនៅក្នុងផ្លូវច្បាប់គេកំណត់ហើយថាអំពើផាត់ក្បត់នេះគឺជារឿងបទល្មើសព្រហ្មទណ្ឌ